បងប្អូនដឹងទេថាប្រជាជនសង្ហបុរី 80% រស់នៅក្នុងលំនៅឋានសាធារណៈដែលសាងសង់ឡើងដោយរដ្ឋាភិបាលរបស់សង្ហបុរីហើយថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកមើលផ្ទះគំរូអញ្ចឹងផ្ទះគំរូទី1នោះគឺមាន2បន្ទប់ដែលមានទំហំ46ម៉ែត្រការ៉េចឹងតោះយើងចូលទៅមើលទាំងអស់គ្នាបើកទ្វារចូលមកយើងឃើញផ្ទះបាយតែម្ដងហើយការ design នេះគឺសម្រាប់តែ showroom តែប៉ុណ្ណោះនៅពេលដែលជាក់ស្ដែងគឺផ្ទះដែលបានមកគឺអត់មានការ design បែបនេះទេចឹងបន្ទាប់ពីយើងបានឃើញចក្រានបាយហើយយើងមកមើលបន្ទប់ដាក់អីវ៉ាន់នេះវិញជាធម្មតាគេប្រើបន្ទប់នេះសម្រាប់ដាក់អីវ៉ាន់តែការពិតទៅបន្ទប់នេះគេហៅ bomb shelter ដែល design ឡើងមកសម្រាប់ emergency ដូចជាការបំទុះខកបាក់ឬ chemical attack គេចូលទៅក្នុងនោះដើម្បីរក្សាសុវត្ថិភាពហើយយើងក៏លេចមកមើលនេះគឺបន្ទប់ទទួលភ្ញៀវផ្ទះនេះមានទំហំ46ម៉ែត្រការ៉េដែលមាន2បន្ទប់គេងនេះគឺបន្ទប់ master bedroom ហើយផ្ទះនេះតម្រូវត្រូវមានសមាជិករស់នៅចំនួន3នាក់ដោយសារតែគេមានបន្ទប់គេងធំមួយដោយបងប្អូនឃើញនេះហើយនឹងមានបន្ទប់គេងទូចមួយទៀតដែលអាចធ្វើជាបន្ទប់គេងក៏បានឬបន្ទប់សម្រាប់លេងក៏បានដែរហើយនេះគឺបន្ទប់ទឹកចឹងយើងបន្តទៅមើល3បន្ទប់គេងដែលមានទំហំ66ម៉ែត្រការ៉េប្រជាជនសង្ហបុរីដែលមានអាយុចាប់ពី21ឆ្នាំឡើងហើយមានគ្រួសារហើយអាចដាក់ពាក្យដើម្បីទិញផ្ទះសាធារណៈនេះបានចំណែកអ្នកដែលនៅ single ឬមួយនៅ live គាត់ទាល់តែមានអាយុ35ឆ្នាំឡើងទើបអាចដាក់ពាក្យដើម្បីទិញផ្ទះសាធារណៈបានហើយផ្ទះសាធារណៈនេះលក់សម្រាប់តែប្រជាជនសង្ហបុរីតែប៉ុណ្ណោះមិនលក់ជូនជនបរទេសទេហើយអញ្ចឹងបងប្អូនច្បាស់ជាឆ្ងល់ទេថាជនបរទេសដែលរស់នៅសិង្ហបុរីហ្នឹងគេនៅណាវិញអញ្ចឹងគេនៅជាប្រភេទ condo ដែលទិញពីក្រុមហ៊ុនឯកជនហើយតម្លៃវិញគឺថ្លៃមែនតើបងប្អូនថ្លៃសឹងតែនឹង3ទៅ5ដងនៃផ្ទះសាធារណៈនេះហើយជនបរទេសខ្លះគាត់អត់ទិញទេប៉ុន្តែគាត់អាចជួលនៅបានចឹងតម្លៃការជួលហ្នឹងក៏ថ្លៃដែរបងប្អូនមិនថោកទេដោយបងប្អូនដឹងស្រាប់ហើយថានៅសង្ហបុរីគឺថ្លៃស្អីក៏ថ្លៃដែរហើយលំនៅឋានសាធារណៈនេះគេផ្ដល់អាទិភាពទៅប្រជាជនសិង្ហបុរីដែលមានគ្រួសារហើយចំណែកអ្នកនៅ single ឬអ្នកនៅ live វិញដាក់ពាក្យតម្រាំបានបងប្អូន1ឆ្នាំទៅជា2ឆ្នាំទៅជា3ឆ្នាំដោយសារតែផ្ទះសាធារណៈនេះចំនួនមានកំណត់ហើយមានប្រជាជនច្រើនមែនតើដែលដាក់ពាក្យដើម្បីទិញពេលរដ្ឋាភិបាលផ្ដល់ដំណឹងថាគេមានលំនៅឋានសាធារណៈ project ថ្មីនៅទីតាំងនេះចឹងអ្នកដាក់ពាក្យគឺមានចំនួនច្រើនហើយដោយសារតែលំនៅឋានសាធារណៈដែលមាន project ថ្មីបែបនេះគឺត្រូវការសាងសង់រយៈពេល5ឆ្នាំហើយតម្លៃគឺធូរមែនតើប៉ុន្តែបើសិនបើអ្នកខ្លះក៏មានលទ្ធភាពគាត់មិនចង់រងចាំគឺគាត់ទៅទិញពីទីផ្សារដែលលក់បន្តហើយតម្លៃវិញគុណទៅជា2ជា3លំនៅឋានសាធារណៈបែបហ្នឹងគឺសាងសង់ឡើងដោយរដ្ឋាភិបាលរបស់សង្ហបុរីហើយមិនត្រឹមតែសាងសង់ជាលំនៅឋានទេប៉ុន្តែជុំវិញហ្នឹងមានដូចជាផ្សារ playground និងកន្លែងកម្សាន្តផ្សេងទៀតសម្រាប់ប្រជាជនដែលរស់នៅក្នុងទីតាំងហ្នឹងក្នុងរយៈពេល2ខែដែលខ្ញុំមករស់នៅសង្ហបុរីនេះខ្ញុំទទួលបានអារម្មណ៍ថាប្រជាជនសង្ហបុរីគឺមានចំណេះដឹងនិងសណ្ដាប់ធ្នាប់មែនទែនតើប្រទេសសង្ហបុរីមានច្បាប់តឹងរ៉ឹងនិងមានការផាកពិន័យខ្ពស់ផងដែរបើសិនបើយើងមិនគោរពតាមច្បាប់ឧទាហរណ៍ដូចជាយើងយកស្ករកៅស៊ូមកញ៉ាំហើយបោះចោលគឺផាកពិន័យរហូតដល់$5,000ក៏មានដែរហើយក៏គេបង្រៀនឲ្យប្រជាជនគេមានសីលធម៌ផងដែរដែលត្រូវតែផ្ដល់អាទិភាពទៅដល់មនុស្សចាស់ស្ត្រីមានផ្ទៃពោះនិងជនពិការឧទាហរណ៍ពេលយើងឡើងជិះទៅលើរថភ្លើងអញ្ចឹងក៏អីគេនឹងមាន priority seat សម្រាប់អ្នកដែលគាត់ចាស់ជរាស្ត្រីមានផ្ទៃពោះនិងជនពិការចឹងយើងត្រឡប់មកលំនៅឋានសាធារណៈយើងវិញចឹងលំនៅឋានសាធារណៈហ្នឹងគឺមានចាប់ពី2បន្ទប់គេងរហូតដល់5បន្ទប់គេងហើយដូចតែបងប្អូនបានឃើញនេះគឺ5បន្ទប់គេងប៉ុន្តែជាទូទៅបន្ទប់ទឹកគេអត់ធ្វើនៅក្នុងបន្ទប់គេងតែម្ដងទេដោយសារតែ limit space អញ្ចឹងគេមានបន្ទប់ទឹកខាងក្រៅមួយប៉ុន្តែនឹងមានបន្ទប់ទឹកមួយសម្រាប់ master bedroom អញ្ចឹងអ្នកដែលគាត់អាចទិញបន្ទប់គេង5នេះបានគឺលុះត្រាតែគាត់មានសមាជិកគ្រួសារពី5ទៅ6នាក់ចឹងពេលបងប្អូនមកលេងសិង្ហបុរីឃើញអាគារខ្ពស់ដែលមានអក្សរមានលេខហ្នឹងគឺជាលំនៅឋានសាធារណៈឯងអរគុណបងប្អូនដែលបានទស្សនាបាយបាយ